នេះគឺជាអត្ថបទអំពីដប៉ាមទម្លាប់ប្រចាំថ្ងៃដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកយ៉ាងស្ងាត់ស្ងៀមវានឹងទទួលលទ្ធផលដ៏អស្ចារ្យក្នុងការបង្កើនផលិតភាពវិន័យនិងភាពច្បាស់លាស់នៃចិត្តទម្លាប់យ៉ាងនេះមិនមែនអំពីភាពល្អឥតខ្ចោះទេប៉ុន្តែអំពីការក្លាយជាមនុស្សម្នាក់ដែលអនុវត្តតាមអ្វីដែលបានសន្យា 1. រៀបក្រែខ្ញុំធ្លាប់គិតថាការរៀបក្រែគឺសម្រាប់អ្នកដែលមានជីវិតរៀបចំល្អណាស់ប៉ុន្តែបន្ទាប់មកខ្ញុំបានសាក់លបងអនុវត្តវាមួយសប្តាហ៍បន្ទាប់មកមួយខែហើយឥឡូវនេះខ្ញុំរៀបក្រែរាល់ថ្ងៃតាមរយៈការធ្វើនេះជាអ្វីដំបូងពេលព្រឹកអ្នកបានចាប់ផ្ដើមថ្ងៃរបស់អ្នកដោយផលិតភាពវាជាការបង្ហាញដល់ខ្លួនឯងក្នុងរយៈពេល5នាទីនៃការភ្ញាក់ឡើងថាអ្នកមានសមត្ថភាពបញ្ចប់អ្វីមួយការរៀបក្រែរបស់ខ្ញុំគឺជាជ័យជំនះតូចដំបូងដែលនាំទៅរកវិន័យធំទម្លាប់នេះវាធ្វើឲ្យយើងមើលឃើញនៅកំហុសឆ្គងផ្សេងៗទៀតដែលយើងមិនសូវចាប់អារម្មណ៍ដូចជាការទុកចានចូលមិនលាងសម្អាតតាំងពីល្ងាចជាដើមដូច្នេះអ្នកនឹងចាប់ផ្ដើមកែលម្អទាំងនេះឲ្យប្រសើរឡើងជាប្រចាំ 2. អានសៀវភៅ10នាទីបន្ទាប់ពីទទួលទានទឹកមួយកែវមុនពេលបើកមើលទូរស័ព្ទខ្ញុំបើកសៀវភៅដែលបានត្រៀមទុកមុនចូលគេងគ្រាន់តែ10នាទីជួនកាលយូរជាងនេះបើពេលវាអំណោយផលភាពមមាញឹកជាមួយការងារពេញមួយថ្ងៃពុំមានសល់ពេលវេលាច្រើនឲ្យយើងលាយពេលសម្រាប់អានសៀវភៅឡើយដូច្នេះខ្ញុំរើសយកពេលព្រឹកដើម្បីអានសៀវភៅការអានពុំចាំបាច់ថាត្រូវតែពេលព្រឹកឡើយវាអាស្រ័យទៅលើការរើសពេលវេលារបស់បុគ្គលម្នាក់ៗតែចំពោះខ្ញុំតែងតែអានពេលព្រឹកព្រោះជាពេលវេលាដែលស័ក្តិសមបំផុត 3. ភ្ញាក់ឡើងមុនពិភពលោកការភ្ញាក់ឡើងម៉ោង9ព្រឹកស្ដាប់ទៅល្អរហូតដល់អ្នកដឹងថាអ្នកកំពុងចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកយឺតដល់ទៅ3ម៉ោងខ្ញុំធ្លាប់ក្រោកពីដំណេកយឺតភ្លាមមានអារម្មណ៍រសាប់រសល់ក្នុងចិត្តមានអារម្មណ៍ថាខាតពេលវេលាច្រើនណាស់សម្រាប់ថ្ងៃវាមិនមែនមានន័យថាការភ្ញាក់ពីដំណេកមុនគេដូចជាម៉ោង5ព្រឹកនោះដំណើរជីវិតរបស់យើងនឹងល្អជាងគេនោះទេគ្រាន់តែមានអារម្មណ៍ថាយើងក្រោកទាន់ថ្ងៃរះទាន់ពន្លឺព្រះអាទិត្យដ៏ស្រស់ស្អាតក្រោកមុនពេលពិភពលោកបញ្ចេញធាតុពុលនិងសម្លេងរំខានផ្សេងយើងមានឱកាសអង្គុយហាលថ្ងៃដើម្បីឲ្យស្បែកស្រស់ថ្លាឲ្យឆ្អឹងកាន់តែរឹងមាំអារម្មណ៍ក៏នឹងល្អជាងសពដង 4. ដើរដោយមិនប្រើទូរស័ព្ទទៅដើរដោយមិនយកទូរស័ព្ទមិនមានតន្ត្រីឬ podcast ទេគឺមានតែអ្នកជាមួយនឹងធម្មជាតិឬក៏សូម្បីតែទំនាប់ជើងក៏អ្នកពុំចាំបាច់ពាក់ដាយប្រសិនបើអ្នកដើរនៅក្នុងបរិវេណផ្ទះរបស់អ្នកដំបូងវាមានអារម្មណ៍ចម្លែកដូចជាខួរក្បាលរបស់អ្នកចាប់ផ្ដើមមានបញ្ហាដោយសារតែមិនសនុកចិត្តធ្លាប់តែកាន់ទូរស័ព្ទគ្រប់ពេលនោះហើយជាកន្លែងដែលវេទមន្តចាប់ផ្ដើមពីព្រោះនៅកំឡុងពេលមួយក្នុងការដែរនេះគំនិតថ្មីនឹងអាចលេចឡើងភ្លាម 5. ធ្វើការយ៉ាងស៊ីជម្រៅនេះមិនត្រឹមតែផ្លាស់ប្ដូររបៀបខ្ញុំធ្វើការទេវាផ្លាស់ប្ដូរថាខ្ញុំជានរណានៅពេលខ្ញុំធ្វើការវាត្រូវបានហៅថាម៉ោងធ្វើការយ៉ាងស៊ីជម្រៅវាមិនមែនអំពីការធ្វើការយូរទេវាគឺអំពីការធ្វើការដូចជាប្រលឹងអ្នករបស់អ្នកមានកាលកំណត់គឺកំណត់ពេល1ម៉ោងដើម្បីបំពេញការងារឲ្យល្អបំផុតជាងពេលវេលាដទៃហើយនេះគឺជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលមុនពេលខ្ញុំចាប់ផ្ដើមនេះខ្ញុំធ្លាប់ចំណាយពេល5ម៉ោងធ្វើពុតថាធ្វើការប៉ុន្តែឥឡូវខ្ញុំកំណត់ម៉ោងផ្ដោតលើការងារយ៉ាងច្បាស់លាស់មួយដោយគ្មានការរំខានហើយក្នុងម៉ោងតែមួយនោះខ្ញុំធ្វើបានច្រើនជាងដែលខ្ញុំធ្លាប់ធ្វើក្នុងពេលវេលា5ម៉ោងរៀងរាល់ថ្ងៃ 6. លើកទម្ងន់ខ្ញុំមិនមែនជាបងប្អូនអ្នកកាយសម្ព័ន្ធទេខ្ញុំមិនមានថ្នាំបំផ្លុំការហាត់ប្រាណដើម្បីឲ្យសាច់ស្អាតដើម្បីឲ្យឆាប់ឡើងសាច់ដុំនោះទេប៉ុន្តែមានអ្វីមួយដ៏អត្ថកំបាំងស្ទើរតែអាចខ្ញុំលើកវត្ថុធ្ងន់បានស្រួលជាងធម្មតាវាលុតដំចិត្តខ្ញុំឲ្យកាន់តែក្លាហានចំពោះបញ្ហាផ្សេងដែលមករាំងផ្លូវខ្ញុំនៃដំណើរជីវិតការលើកទម្ងន់គឺរវាងខ្ញុំទល់នឹងទំនាងផែនដីចំណៃបញ្ហាជីវិតវាស្មុគស្មាញជាងនេះឆ្ងាយគឺរវាងមនុស្សម្នាក់ទល់នឹងបញ្ហាជុំវិញខ្លួនការលើកធ្វើឲ្យខ្ញុំមានវិន័យហើយវាបង្រៀនខ្ញុំពីរបៀបបង្ហាញខ្លួននៅពេលខ្ញុំមិនមានអារម្មណ៍ចង់ធ្វើ 7. ផឹកទឹកឲ្យបានគ្រប់គ្រាន់កីឡាករ Cristiano Ronaldo ជាអធិពលិកផ្នែកបាល់ទាត់អរឹងមាំម្នាក់គាត់មិនមែនជាកីឡាករដែលមានរសនិយមនិងភេសជ្ជៈឆ្ងាញ់មិនថាប្រភេទពោកម្លាំងឬជំនួយខួរក្បាលអ្វីនោះទេគឺគាត់តែងតែផ្ដល់អាទិភាពទី1លើទឹកបរិសុទ្ធ
ដើម្បីបំពេញរាងកាយការទទួលទានទឹកគ្រប់គ្រាន់ក្រៅតែជួយឲ្យរាងកាយឲ្យមានដំណើរការល្អសូម្បីតែខួរក្បាលក៏សប្បាយចិត្តនឹងការធ្វើលំហាត់ផ្នែកការគិតឲ្យកាន់តែស៊ីជម្រៅផងដែរប្រ3អាន10ទំព័របន្ទាប់ពីភ្ញាក់ពីដេកខ្ញុំបានអានម្ដងហើយគឺអានសៀវភៅនៅក្បែរដៃតែចំពោះការអានវគ្គនេះគឺខ្ញុំនិយាយអំពីសៀវភៅពិតប្រាកដដែលមានលេខទំព័រហើយកំពុងតែអានជាប្រចាំកាន់តែអានច្រើនខ្ញុំចាប់ផ្ដើមគិតថាដូចជានរណាម្នាក់ដែលមានការចងចាំរយៈពេលវែងនិងអាចប៉ាន់ស្មានបានអំពីអនាគតការអាន10ទំព័រស្ដាប់ទៅដូចជាមិនផ្លាស់ប្ដូរជីវិតទេប៉ុន្តែវាប្រៀបបាននឹងការសន្សំក្រេឌីតព្រោះវានឹងបាន300ទំព័រក្នុងមួយខែស្មើនឹងសៀវភៅពេញមួយក្បាលដូច្នេះខ្ញុំនឹងអានសៀវភៅបាន10ក្បាលក្នុងមួយឆ្នាំ9សរសេរកំណត់ហេតុថ្ងៃខ្លះការសរសេរកំណត់ហេតុមានអារម្មណ៍ដូចជាការព្យាបាលថ្ងៃផ្សេងទៀតវាមើលទៅដូចជាភាពរំខានព្រោះរឿងរ៉ាវដែលកើតឡើងពេញមួយថ្ងៃជារឿងមិនសមបំណងទោះជាយ៉ាងណាវាជាដំណើរមួយពីព្រោះការសរសេរកំណត់ហេតុមិនមែនអំពីការសរសេរអ្វីមួយយ៉ាងស៊ីជម្រៅឬត្រូវគិតជានោះទេវាគឺការសរសេរអ្វីមួយពិតប្រាកដទុកមើលថ្ងៃក្រោយតែប៉ុណ្ណោះវាជាការអនុវត្តប្រចាំថ្ងៃប្រៀបបាននឹងការដកកាកសំណល់ដែលនៅក្នុងខួរក្បាលរបស់អ្នកដាក់ចូលសៀវភៅកំណត់ហេតុប្រចាំថ្ងៃការសរសេរផ្ដល់ឲ្យខ្ញុំនៅកន្លែងមួយដើម្បីគិតដោយមិនមានការរំខានមិនប្រើក្បួនដោះស្រាយមិនប្រើគំនិតសៀវភៅកំណត់ហេតុនឹងក្លាយជាអនុស្សាវរីយ៍មួយដ៏មានតម្លៃបំផុត10រក្សាសន្យាមួយចំពោះខ្លួនឯងមនុស្សភាគច្រើនមិនដឹងនោះទេប៉ុន្តែជីវិតទាំងមូលរបស់អ្នកត្រូវបានគេវាយតម្លៃលើការរក្សាសន្យាវាមិនចាំបាច់ទាល់តែជាការសន្យាធំដុំអីនោះទេវាជាអ្វីមួយតូចក៏បានដូចជាមិនមើលបណ្ដាញសង្គមភ្លាមពេលក្រោយពីដេកផឹកទឹកមួយកែវមុនផឹកកាហ្វេឬសម្អាតបន្ទប់របស់អ្នកមុនចូលកែងជាដើមវាបង្ហាញថាអ្នកជាមនុស្សម្នាក់ដែលអនុវត្តតាមពាក្យសម្ដីរបស់អ្នកទោះបីគ្មាននរណាមើលក៏ដោយជាពិសេសនៅពេលគ្មាននរណាមើល11ហ៊ានបដិសេធខ្ញុំធ្លាប់ជាមនុស្សដែលតែងតែធ្វើឲ្យគេពេញចិត្តជាមនុស្សដែលព្រមស្របតាមគេរហូតមិនសូវបដិសេធនឹងគេទេព្រោះខ្លាចគេអន់ចិត្តទៅទទួលទានអាហារជុំគ្នាមិត្តភក្តិកំងអ្វីក៏បានខ្ញុំទទួលយកទាំងអស់គេហៅតែម្ហូបណាដែលគេចូលចិត្តគេមិនគិតយើងទេហើយក៏មិនមែនជឿកំហុសគេផងដែរវាដោយសារតែខ្លួនខ្ញុំជាមនុស្សងាយពេកដូច្នេះខ្ញុំក៏ចាប់ផ្ដើមប្រែប្រួលហើយកែបន្តិចម្ដងដើម្បីរស់នៅជាខ្លួនឯងកុំដើម្បីតែអ្នកដទៃជួនកាលមនុស្សខ្លះពុំស័ក្តិសមនឹងទទួលបានការគោរពពីយើងនោះទេ12ញ៉ាំអាហារដ៏ពេញលេញនិងសម្រម្យខ្ញុំមិនមានញ៉ាំអាហារឆ្ងាញ់និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីធ្វើឲ្យនរណាម្នាក់ចាប់អារម្មណ៍ទេខ្ញុំធ្វើវាពីព្រោះខ្ញុំនឿយហត់ពីការរស់នៅក្នុងរាងកាយដែលមានអារម្មណ៍នឿយហត់រាល់ពេលដែលខ្ញុំជ្រើសរើសអាហារពេញលេញជាជាងសារធាតុកែច្នៃខ្ញុំមិនត្រឹមតែញ៉ាំស្អាតទេលើពីនេះមនុស្សមិនច្រើនទេដែលដឹងអំពីសារធាតុគីមីនិងថ្នាំកម្ចាត់សត្វល្អិតទាំងអស់ដែលពួកគេដាក់ក្នុងអាហារកែច្នៃគ្មាននរណាប្រាប់អ្នកអំពីរបៀបដែលស្ថានភាពផ្លូវចិត្តរបស់អ្នកត្រូវបានផ្សារភ្ជាប់ទៅនឹងអាហាររបស់អ្នកនៅពេលខ្ញុំញ៉ាំដួយសម្រាមខ្ញុំមានអារម្មណ៍ដួយសម្រាមការញ៉ាំស្អាតមិនត្រឹមតែធ្វើឲ្យរាងកាយរបស់ខ្ញុំស្រួលទេវាធ្វើឲ្យចិត្តរបស់ខ្ញុំស្រួល 100% 13កន្លែងស្អាតស្មើនឹងចិត្តស្អាតបរិយាកាសរបស់អ្នកមិនមែនគ្រាន់តែជាកន្លែងដែលអ្នករស់នៅទេវាជាអ្វីដែលឆ្លុះបញ្ចាំងអំពីអ្នកការដែលអ្នកតែងតែធុញថប់នឹងការងារវាចេញពីកត្តាបន្ទប់ដ៏អ៊ូអបរបស់អ្នកយ៉ាងពិតប្រាកដនេះមិនទាន់និយាយអំពីមិត្តរួមការងារនៅឡើយថងសម្លៀកបំពាក់នៅលើកៅអីចាននៅលើតុបង្កាន់ដៃដែលមិនបានសម្អាតតាំងពីឆ្នាំទៅជាកត្តាដែលវិនិច្ឆ័យអំពីខ្លួនឯងហើយកុំឆ្ងល់ថាហេតុអ្វីបានជាអ្នកមានអារម្មណ៍ច្របូកច្របល់បន្ទប់រញ៉េរញ៉ៃនាំឲ្យខួរក្បាលរញ៉េរញ៉ៃប្រសិនបើអ្នកកំពុងធ្វើការនៅក្នុងកន្លែងដែលមើលទៅដូចជាកន្លែងកែតឧក្រិដ្ឋកម្មសូមកុំស្វែងរកសន្តិភាពផ្លូវចិត្តធ្វើអ្វីលុះត្រាតែអ្នកសម្អាតបរិយាកាសជុំវិញខ្លួនឲ្យស្អាតសមរម្យសិន14គោរពខ្លួនឯងខ្ញុំធ្លាប់និយាយនឹងខ្លួនឯងដូចที่ឪពុករបស់ខ្ញុំធ្លាប់និយាយនឹងខ្ញុំអ្នកធ្វើខំម្ដងទៀតហើយហេតុអ្វីអ្នកមិនអាចធ្វើឲ្យវាល្អប្រសើរបានហើយបន្ទាប់មក
ខ្ញុំនឹងឆ្ងល់ថាហេតុអ្វីបានជាការលើកទឹកចិត្តរបស់ខ្ញុំរសាត់បាត់ទៀតហើយទំនុកចិត្តរបស់ខ្ញុំមានអារម្មណ៍ដូចជាត្រូវបានរថយន្តគិនពីលើសំឡេងខាងក្នុងរបស់អ្នកជាអ្នកនិទានរឿងរបស់អ្នកនឹងបាត់បង់អានុភាពជាច្រើននៅពេលសំឡេងខាងក្នុងរបស់អ្នកចាត់ទុកខ្លួនឯងដូចជាសម្រាមផ្ទុយទៅវិញបើសំឡេងខាងក្នុងតែងតែសាទរអ្នកជីវិតអ្នកនឹងរឹតតែល្អប្រសើររីកចម្រើនដោយគ្មាននរណារារាំងបាន15គ្មាននរណាមកជួយអ្នកទេការរំលឹកខ្លួនឯងជាប្រចាំថ្ងៃគ្មាននរណាមកជួយអ្នកទេប្រយោគនេះវាប៉ះពាល់អ្នកខ្លាំងដូចជារថយន្តបុកនៅពេលអ្នកមានអារម្មណ៍គិតដល់វាដំបងគ្មានគ្រូល្អឥតខ្ចោះណាមកគាំទ្រគ្មានមិត្តមានលុយណាម្នាក់មកផ្ដល់មុខមាត់ឲ្យទេមានតែអ្នកគឺជាវីរៈបុរសហើយអ្នកក៏ជាក្រុមជួយសង្គ្រោះផ្ទាល់ខ្លួនដូចគ្នានៅពេលខ្ញុំស្រូបយកគំនិតនេះចូលទៅក្នុងជីវិតខ្ញុំចាប់ផ្ដើមទទួលខុសត្រូវយ៉ាងស៊ីជម្រៅលើអ្វីៗគ្រប់យ៉ាងពេលអ្នកជប់រំពឹងថាមនុស្សផ្សេងនឹងធ្វើឲ្យអ្នករីកចម្រើននោះគឺជាពេលដែលការប្រែប្រួលពិតប្រាកដចាប់ផ្ដើមអ្នកត្រូវជឿលើខ្លួនឯងខ្លាំងដល់ថ្នាក់មនុស្សផ្សេងត្រូវតែជឿតាមខ្ញុំចាប់ផ្ដើមរំលឹកខ្លួនឯងអំពីចំណុចនេះរៀងរាល់ថ្ងៃពេលខ្លះនិយាយដាស់តឿនខ្លួនឯងឬសរសេរវាទុកនៅកន្លែងណាមួយអ្នកមិនមែនចប់គាំងនៅមួយកន្លែងទេអ្នកគ្រាន់តែស្ថិតនៅក្នុងដំណើរមួយនៃស្ថានភាពមួយតែប៉ុណ្ណោះអ្នកក៏មិនមែនជាជនរងគ្រោះដែរអ្នកគឺជាមនុស្សកាន់ដៃខ្លួនឯងឆ្ពោះទៅផ្លូវដ៏ត្រឹមត្រូវជីវិតនឹងផ្លាស់ប្ដូរឲ្យកាន់តែល្អប្រសើរតែវិន័យនឹងការខំប្រឹងគឺកើតចេញពីខ្លួនអ្នកចង់ផ្លាស់ប្ដូរអ្វីមែនទេសូខ្លាយជាមនុស្សដែលមិនត្រូវការអ្នកមកជួយពីព្រោះគ្មាននរណាមកទេមនុស្សតែម្នាក់ដែលអាចជួយអ្នកបានគឺខ្លួនអ្នក